ចម្រើនពរក្នុងឱកាសនេះនឹងសម្ដែងអំពីយោញាតិពុទ្ធបរិស័ទធ្វើការគោរពចំពោះព្រះសង្ឃដែលលោកនិមន្តមកញោមញាតិពុទ្ធបរិស័ទក៏បីគោរពដោយបច្ចុប្ឋានកម្មនិងអញ្ជលិកម្មពីរហ្នឹងយកមកបូករួមគ្នាបច្ចុប្ឋានកម្មគឺការក្រោកឈរទទួលហើយព្រមទាំងអញ្ជលិកម្មយ៉ាងផងទាំងពីរហ្នឹងបងទាំងព្រះសង្ឃនិមន្តចូលមកកាន់រោងពិធីនិងចប់ពិធីដែលលោកនិមន្តត្រឡប់ទៅវិញគឺប្រើការគោរពដោយបែបនេះដូចគ្នាបងការគោរពចំពោះព្រះសង្ឃដែលលោកគង់អង្គុយហើយនឹងយើងពុទ្ធបរិស័ទការគោរពដោយអង្គុយដូចគ្នាដែរអានឹងជាប្រពៃណីទំនៀមទម្លាប់មកគិតថាយើងដូចជាមិនអាចកែប្រែបានទេពេលដែលយើងគោរពធ្វើដែលព្រះអង្គលោកសូមបើព្រះសង្ឃលោកគង់ឈរយើងអ្នកស្ដាប់ត្រូវឈរដែរជាលក្ខណៈបច្ចុប្ឋានកម្មនិងអញ្ជលិកម្មដូចគ្នាព្រោះក្នុងវិន័យប្រាប់ថាអញ្ចឹងបើព្រះសង្ឃលោកគង់ឈរសូត្រធម៌បើយើងក្រហមអង្គុយខុសត្រូវបាត់មិនត្រូវឲ្យស្មើគ្នាឯម្យ៉ាងទៀតក្នុងការប្រគេនទីវត្ថុឬប្រគេនផតតាហាហ្នឹងចង្ហាន់បិណ្ឌបាតអត់មានធ្វើការក្រាបថ្វាយបង្គំទេគ្រាន់តែទៅដល់ក៏លុតជង្គង់ទៅហើយលើកដៃប្រណម្យអញ្ជលីបង្អន់នៅប៉ុណ្ណឹងទៅលើកទីវត្ថុហ្នឹងប្រគេនហើយដល់ប្រគេនលោកទទួលហើយយើងក៏លាដៃវាធ្វើតែប៉ុណ្ណឹងចប់មិនចាំក្រាបថ្វាយបង្គំ3ដងទេហ្នឹងចឹងនេះក្នុងការប្រគេននឹងការគោរពចំពោះព្រះសង្ឃដែលលោកគង់អង្គុយហ្នឹងប៉ុណ្ណឹងឯងបងតែជាចប់អស់ប៉ុណ្ណឹងហើយបង